ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយករឿងមួយដែលមានចំណងជើងថា Hunter x Hunter មកសង្ខេបជូនទស្សនាសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយនឹងចុច like និង comment ថាល្អមើលឲ្យបានច្រើនមុននឹងចូលដល់សាច់រឿងយើងសិក្សាពាក្យកន្លឹះមួយសិនគឺពាក្យថា Hunter ពាក្យ Hunter នៅក្នុងសាច់រឿងមួយនេះគឺជាតំណែងមួយដែលអ្នកណាក៏ចង់ធ្វើដែរដោយសារពួកគេអាចទទួលបានប្រាក់ខែខ្ពស់ហើយនឹងអំណាចក្នុងការស្រាវជ្រាវរបស់ពិសេសសាច់រឿងចាប់ផ្ដើមនៅលើកោះមួយដែលមានរូបរាងដូចត្រីបាឡែនដែលគេហៅថា Whale Island ភាគច្រើនប្រជាជននៅទីនោះប្រកបរបរនេសាទត្រីហើយប៉ុន្មានថ្ងៃនេះតួឯករបស់យើងឈ្មោះ Gon កំពុងតែព្យាយាមនេសាទត្រីមួយក្បាលដែលល្បីថាពិបាកចាប់បំផុតមូលហេតុដែល Gon ព្យាយាមចាប់ត្រីមួយនោះដោយសារតែមីងរបស់គាត់ឈ្មោះ Mito បាននិយាយថាបើសិនជា Gon អាចចាប់ត្រីនោះបានមីងរបស់ Gon នឹងអនុញ្ញាតឲ្យ Gon ទៅប្រឡងធ្វើជា Hunter ការពិតមីងរបស់ Gon អត់ចង់ឲ្យ Gon ទៅប្រឡងធ្វើជា Hunter នោះទេចឹងហើយបានគាត់ដាក់លក្ខខណ្ឌពិបាកមួយឲ្យ Gon ធ្វើបើតាមសម្ដីប្រជាជននិយាយកន្លងមកមនុស្សធំ5នាក់ចាប់ត្រីនឹងមិនបានផងប៉ុន្តែថ្ងៃនោះគាត់ពិតជាសំណាងណាស់ត្រីដែលគាត់ចង់ចាប់បានមកស៊ីផ្លែសន្ទូចបើពឹងលើកម្លាំងសម្រាប់ Gon ដែលជាក្មេងច្បាស់ជាមិនអាចស្ទូចត្រីនោះឡើងផុតទឹកឡើយប៉ុន្តែ Gon គឺជាក្មេងឆ្លាតចេះប្រើដើមឈើជាជំនួយហើយទីបំផុត Gon ក៏អាចចាប់ត្រីនោះបានក្រោយពេលចាប់បានត្រីនោះហើយប្រជាជនសរសើរ Gon យ៉ាងខ្លាំងហើយអ្វីដែលធ្វើឲ្យ Gon សប្បាយចិត្តជាងគេគឺគាត់បានទៅប្រឡងធ្វើជា Hunter ចំណែកមីងរបស់ Gon ទោះបីមិនចង់ឲ្យ Gon ទៅក៏ដោយក៏មិនអាចក្បត់ពាក្យសន្យាបានដែរល្ងាចនោះពេលទៅដល់ផ្ទះវិញមីតូបាននិយាយរឿងនឹងប្រាប់ម៉ាក់របស់នាងដែលជាយាយរបស់ Gon ហើយយាយរបស់ Gon ថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ទេកាលពី12ឆ្នាំមុនអ្នកដែលចាប់បានត្រីប្រភេទហ្នឹងគឺប៉ារបស់ Gon មានឈ្មោះថាជីងហើយចាប់ពីពេលនោះមកគ្មាននរណាអាចចាប់បានត្រីប្រភេទនោះឡើយនៅយប់នោះមីតូបានទៅនិយាយបញ្ចុះ Gon ឲ្យបោះបង់ការធ្វើជា Hunter នឹងទៅព្រោះវាគ្រោះថ្នាក់ណាស់មីតូក៏បាននិយាយថាដោយសារតែការចង់ធ្វើជា Hunter ទៅប៉ារបស់ Gon បោះបង់ចោលគ្រួសារនាងមិនចង់ឲ្យ Gon ធ្វើដូចជាប៉ារបស់គេឡើយប៉ុន្តែ Gon វិញចង់ដឹងខ្លាំងណាស់ថាការងារនឹងពិសេសប៉ុណ្ណាទើបប៉ារបស់គាត់សុខចិត្តបោះបង់ចោលគ្រួសារអញ្ចឹងស្អែកឡើងមុនចេញដំណើរGon បានសន្យាជាមួយមីងរបស់គាត់ថាគាត់ខ្លាចទៅជា Hunter ហើយនឹងត្រឡប់មកវិញប៉ុន្តែសម្រាប់មីងរបស់ Gon វិញឲ្យតែគាត់ត្រឡប់មកវិញដោយមានសុវត្ថិភាពគឺល្អបំផុតហើយក្រោយមកមិនយូរប៉ុន្មាន Gon ក៏បានឡើងលើសំពៅដើម្បីចាក់ចេញពីកោះដោយមានអ្នកភូមិមកជួនដំណើរគាត់យ៉ាងច្រើនកកហើយគាត់បានស្រែកប្រាប់អ្នកភូមិថាគាត់នឹងក្លាយជា Hunter ដ៏ពូកែជាងគេនៅលើលោកអ្នកដែលទៅប្រឡងជាមួយគ្នាឮសម្ដីរបស់ Gon ហើយជ្រេញណាស់ក៏ប៉ុន្តែ Gon មិនខ្វល់នោះទេបន្ទាប់មក Gon ក៏បានដើរទៅជិតកាពីតែនទូកហើយនិយាយថាបន្តិចទៀតមានព្យុះធំហើយ Gon ដឹងដោយសារឃើញសត្វផ្អើលហើយច្រមុះរបស់គាត់ក៏ពូកែហិតក្លិនផងដែរដើម្បីចង់ដឹងថាព្យុះមកពីទិសខាងណា Gon បានឡើងលើក្តោងទូកដើម្បីហិតមើលហើយប្រាប់កាពីតែនថាទូករបស់ពួកគេកំពុងតែបុកចំព្យុះហើយក្រោយមកមិនយូរប៉ុន្មានក៏បានជួបព្យុះពិតមែនធ្វើឲ្យអ្នកនៅលើទូកក្រឡុកកឆាទិញណាត់ទិញណែងប៉ុន្តែកាពីតែនទូកមើលទៅដូចជាធម្មតាប្រហែលជាកាពីតែនទូកមានចេតនាចង់បើកចូលព្យុះនឹងហើយមើលទៅបន្ទាប់ពីស្ងាត់ព្យុះបន្តិចលោកអ៊ំកាពីតែនក៏បានបើកទ្វារពិនិត្យមើលអ្នកដែលទៅប្រឡងគឺបានពលទុកទាំងអស់លើកលែងតែ3នាក់ប៉ុណ្ណោះគឺអាអូនដែលមានសក់ពណ៌លឿងហើយនឹងអាប៉ែម្នាក់នេះនិង Gon បន្ទាប់មកលោកអ៊ំកាពីតែនក៏ហៅ3នាក់នឹងទៅជួបដើម្បីសួរនាំហើយអាអូនដែលមានសក់ពណ៌លឿងនេះមានឈ្មោះថា Kurapika ហើយនឹងអាប៉ែម្នាក់ដែលមកនឹងចាស់នេះមានឈ្មោះថា Leorio បន្ទាប់មកលោកអ៊ំកាពីតែនក៏សួរពួកគេថាហេតុអីបានពួកគេចង់ក្លាយជា Hunterពេលហ្នឹង Gon បានឆ្លើយមុនគេគាត់ថាចង់ធ្វើជា Hunter ដោយសារតែគាត់ចង់ជួបប៉ារបស់គាត់ព្រោះប៉ារបស់គាត់គឺជា Hunter បន្ទាប់មក Leorio ក៏បាននិយាយថាយើងគ្មានការចាំបាច់អីទៅនិយាយប្រាប់តាកាពីតែននឹងទេ Kurapika ក៏យល់ស្របសម្ដីរបស់ Leorio ដែរអញ្ចឹង Kurapika ក៏សុំអត់ឆ្លើយសំណួរនឹងដែរពេលឮចឹងលោកអ៊ំកាពីតែនក៏ប្រាប់ឲ្យកូនចៅរបស់គាត់តាក់ទងទៅគណៈកម្មការដែលរៀបចំការប្រឡង Hunter ថាធ្លាក់2នាក់ទៀតហើយពេលឮចឹង Kurapika និង Leorio ក៏ចាប់ផ្ដើមភ្ញាក់ខ្លួនលោកអ៊ំកាពីតែនក៏បានប្រាប់ថានេះជាការប្រឡងវគ្គចម្រុះអ្នកដែលពលទុកទាំងប្រមាណគឺត្រូវបានធ្លាក់ទាំងអស់ពេលនោះលោកអ៊ំកាពីតែនទុកបានទុកឱកាសឲ្យ Kurapika និង Leorio ឆ្លើយសំណួរគាត់ម្ដងទៀតពេលនោះ Kurapika និយាយទាំងមុខស្ងួតថាកាលពី4ឆ្នាំមុនមនុស្សនៅក្នុង Clan គឺថារបស់គាត់ត្រូវបានជននិន្នាពេលឈ្មោះ Phantom Troop សម្រាប់ចោលទាំងអស់ហើយគាត់ចង់ធ្វើជា Hunter គឺដើម្បីស្វែងរកក្រុម Phantom ដើម្បីសងសឹកលោកអ៊ំកាពីតែនឮចឹងនឹងថា Kurapika ចង់ធ្វើ Blacklist Hunter ដើម្បីកម្ចាត់ពួកជនពាលហើយគាត់និយាយទៀតថាជនពាលឈ្មោះ Phantom នឹងមិនងាយប៉ះទេបើចង់ទៅប៉ះពាល់ពួកវាអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតឮចឹង Leorio ក៏បានសួរ Kurapika ថាបើគ្រាន់តែចង់សងសឹកចាំបាច់អីទៅធ្វើ Hunter មិនទៅវាយពួកវាហ្មងទៅ Kurapika បានបកវិញថាបើ Chester ធ្វើភ្លើល្អជាងកន្លែងខ្លះតលតែជា Hunter មិនមានសិទ្ធទៅ
សម្ដីការាពីការពេលហ្នឹងបានធ្វើឲ្យលេអូរីយ៉ូខឹងជាខ្លាំងតែហ្គនបានទៅរៀបរៀងឲ្យសួរប្រឡប់គាត់ថាហេតុអីបានគាត់ចង់ធ្វើជា Hunter លេអូរីយ៉ូក៏ឆ្លើយមានចង់បានអីចង់បានលុយហ្នឹងណាពេលនោះការាពីកាក៏បាននិយាយថាមនុស្សមុខលុយដូចជាលេអូរីយ៉ូមិនស័ក្តិសមធ្វើជា Hunter ឡើយលើអញ្ចឹងលេអូរីយ៉ូក៏បានបបួលការាពីកាទៅវាយគ្នានៅខាងក្រៅហើយបានបោះពាក្យសម្ដីថាថ្ងៃហ្នឹងគេនឹងកំចាត់ត្រកូលគឺថាឲ្យដាច់ពូជតែម្ដងពាក្យមួយម៉ាត់ចុងក្រោយរបស់លេអូរីយ៉ូបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ការាពីកាជាខ្លាំងពេលអញ្ចឹងក៏តាមទៅបដៅលេអូរីយ៉ូចេញតែម្ដងនៅពេលនោះលោកអ៊ំកាពីតែនបានឃើញថាមានព្យុះមួយទៀតបានបោកបក់មកដល់ហើយនាវិកម្នាក់បាននាំគ្នាទៅជួយទាញខ្សែដើម្បីសារក្តោងឡើងបើមិនអញ្ចឹងទេសំពើរបស់ពួកគេប្រកាសជាលេចមិនខានអ្វីដែលហួសចិត្តគូរ៉ាពីកានិងលេអូរីយ៉ូនៅតែវាយគ្នាអត់ព្រមទៅជួយគេសោះនៅពេលនោះស្រាប់តែមានខ្យល់កន្ត្រាក់បក់នាវិកម្នាក់ទម្លាក់ទឹកពេលឃើញយ៉ាងលេអូរីយ៉ូនិងគូរ៉ាពីកាក៏ឈប់វាយគ្នាដើម្បីជួយមនុស្សសិនតែគួរឲ្យស្ដាយជួយអត់ទាន់ទេសំណាងល្អហ្គនបានលូតចូលទៅទាំងព្រមដើម្បីទៅជួយបរិសម្នាក់ដែលកំពុងធ្លាក់ទឹកនោះពេលនោះគុំតែមានគូរ៉ាពីកានិងលេអូរីយ៉ូជួយចាប់ជើងគាត់ទាន់ហ្គនច្បាស់ជាមានគ្រោះថ្នាក់ផងដែរក្រោយមកបន្ទាប់ពីចេញពីព្យុះលេអូរីយ៉ូនិងគូរ៉ាពីកាបានបន្ទោសហ្គនដែលហ៊ានប្រថុយជីវិតខ្លាំងតែហ្គនបានឆ្លើយយ៉ាងជឿជាក់ថាពីអ្នកនឹងច្បាស់ជាជួយគាត់ជាមិនខាននៅពេលនោះបរិសដែលត្រូវបានពួកគេជួយមកអស់ហ្គនក៏ប្រាប់ថាគូរ៉ាពីកានិងលេអូរីយ៉ូក៏បានរួមចំណែកជួយផងដែរបន្ទាប់ពីចប់រឿងរ៉ាវអស់ហើយគូរ៉ាពីកានិងលេអូរីយ៉ូបានសុំទោសគ្នាទៅវិញទៅមកចំពោះពាក្យសម្ដីដែលនិយាយឆ្គងមុននឹងហើយនៅពេលនោះផងដែរលោកអ៊ំកាប់តែនបានមកប្រាប់ដំណឹងល្អពួកគេមួយគឺពួកគេទាំង3នាក់នឹងបានជាប់ការធ្វើតេស្តនៅលើកនេះហើយសាច់រឿងភាគទី1របស់យើងក៏ចាប់តែប៉ុណ្ណេះបើសិនជាមានពាក្យសម្ដីលើសលួសឬខុសឆ្គងសូមអធិស្ឋានផងព្រោះនេះជាការសង្ខេបរឿងលើកទី1របស់ខ្ញុំហើយក៏អរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់ជូនពរឲ្យអ្នកទាំងអស់គ្នាសុខភាពល្អនៅអនាគតបបររឿងបាយបាយ